បាទសួស្តីតៃត្រៀមលើកមកហើយមុំទី1បតែតាត់ឃ្លៀចេញបាទផ្ទះស្ដាំពី Bruno ថែមជួន Goal គុណញ៉ា Goal Let's go 1-0ដោយកីឡាករសញ្ជាតិប្រេស៊ីលម៉ាធីគូញ៉ាអស់ទាស់មួយគ្រាប់ទៅហើយមិនទាន់បានស្អីផងអានេះអញនិយាយថាទាំងព្រលឹមអានេះយើងបោះប្រឡងបងប្អូនយើងម្ដងណាលោកអូស្ការបាទបោះប្រឡងថាបាល់នេះ over តែខ្ញុំបោះប្រឡងថាបាល់នេះ Man U ឈ្នះចុះមកជើងដំបូងខ្ញុំមើលពីលើបាទខ្ញុំលើដំបូងទឹកស្មាតតែ Bruno តាតាមពិតមកទស្សនាយកមកទស្សនារូបភាពយីបាទការលើកចូលនេះតែឃ្លៀចេញពីខ្សែការពារបាទហើយក៏សុទ្ធបាទស្ដាំនេះថែមឆ្វេងនេះអូយមិនដាច់ឲ្យបាល់នេះបាទគឺធ្លាក់មកអត់មានអ្នករំខានទេអ្នកនៅក្នុងចំហ offside មិនមានអ្នករំខានគ្រប់បាល់នេះទេបាទតែកំពុងគាត់ឈរនៅក្នុងចំហមួយដែលនៅស្ងៀមទេអានេះទេអត់មានរំខានទេអញ្ចឹងអ្នកចាំទីរបស់ Liverpool អញនិយាយថាស្ទើរមែនទេបាទ Freddie Woodman គឺគាត់រៀងស្ទើរបន្តិចហើយតែមកជើងឆ្វេងនេះបាល់នេះអូប៉ាកាប៉េគូតបាទប៉ាកាប៉េគូត McAllister វាធ្វើបាទធ្វើដិតជាងគេដាក់ចាំទីតែម្ដងបាទណែអូយបាទលើបងប្អូនយើងទស្សនាប្រហែលជា700 view ជាងនៅលើ Facebook បងប្អូន7នាទី700 view អញ្ចឹងបងប្អូនជួយ share ម្នាក់មួយមកបាទបាន10នាទី 1k ទៅមើលបាទអត់ស្ទើរទេបាល់នេះល្អពេកដល់ពេលយើងមើលពីខាងក្រោយអញ្ចឹងមិនដឹងថាអូប៉ះក្នុងខ្សែការពារបាទធ្វើដាច់ចង្កេះមកទីគូញ៉ាបាទមួយគ្រាប់ទៅហើយនៅ Old Trafford បាទជាការសុទ្ធដបលសុទ្ធណាសុទ្ធឆ្វេងហើយក៏សុទ្ធស្ដាំហើយសុទ្ធឆ្វេងបន្តរករបស់បានឥឡូវនេះអត់តន់ចប់ទេ Liverpool ក៏វាយបកទៅវិញទៅមួយក្បាលដោយកីឡាករ Cody Gakpo ហាកាហើយអត់ទេបើក្រោយពី Gakpo គេដាក់ផ្លឹបបានទេនេះអូយគួរឲ្យសោកស្ដាយ Gakpo ហើយ Gakpo អត់ទេខ្ញុំនិយាយមែនហូឡង់ Gakpo ខ្ញុំគិតថាគាត់នឹងស្ទើរជាងគេអូ offside ដែរទេប៉ុន្តែបាល់បែបនេះគាត់តែមើលគាត់តែមើលគាត់តែមើលកាពោតែ Telegram អត់មានបញ្ហាទេកម្រៃបាទទស្សនាបានសម្លេងក៏លឺច្បាស់ដែរបាទមកស្លាប់ស្លាំជាបន្តទៀតឱកាស counter ពី Man U ទាញទៅពី Brian Mbeumo ស្រួលខ្សែត្រង់អត់ offside ទេកាត់ចូលក្នុងបាល់ទេកាត់ចូលទៅវិញថែមអត់ទេថែមជួយនៅសល់ម្នាក់ទៀតរត់យកបាល់ទាញថយក្រោយសិន Matheus Cunha រុញថយក្រោយ Luke Shaw ក៏ក្រោះបាល់ចូលមកមុំទី2តាច់ទម្លាក់ទៅថែមជួយបាល់ម្នាក់ទៀតបាល់នេះចូល offside អត់ Let go too easy 14នាទីទេ Zisco ស្ទើរតែនឹងរកគ្រាប់បាល់តាំងពីចង្វាក់ដំបូងមកម្លេះប៉ុន្តែណាបាទទៅខ្សែការពារផងអ្នកចាំទីជួយបានផងបញ្ជាក់ជូនបងប្អូនយើងណាយើងអត់គិតគ្រាប់បាល់នេះទេបាទយើងគិតត្រឹមតែនៅពេលដែល Zisco អត់ទាន់រកគ្រាប់បាល់អញ្ចឹងនៅពេលដែល Zisco មិនទាន់រកគ្រាប់បាល់តើគាត់រកបានប្រមាណគ្រាប់ឲ្យ Man U នៅក្នុង Premier League បាទអញ្ចឹងបងប្អូនធ្វើការខមមិនមកហើយអរគុណច្រើនបងប្អូនដែលបានផ្ដល់កិត្តិយសជួយរើសយកការទស្សនាជាមួយនឹងក្រុមការងារ TV Sport ដែលមានខ្ញុំបាទ Mr. Rock Mr. Oscar Mr. Rocky ជាមួយនឹងបុនពេជ្រខ្ញុំបាទ Mr. Rock ចង់លួចឈ្មោះខ្ញុំមែនបាទយ៉ាងណាសំខាន់គឺថាបងប្អូនយើងក៏ត្រង់នេះគឺចំណុចនៃការបញ្ជូនរបស់កីឡាករ Bruno Fernandes អត់ទេខ្ញុំឃើញថា Sesko ឥឡូវគាត់ចេញក្នុងប្រអប់បាទចេញចូលបុតស្អាតណាបាទចលនារបស់គាត់ MM ហ្នឹងនេះមកឲ្យតាត់តម្លាក់មកនេះ Sesko អត់ offside ទេគ្មានសល់ទេ Freddie Woodman គឺថាសង្គ្រោះបាល់នេះបានទេអញ្ចឹងឥឡូវនេះបងប្អូនយើងមិនហើយបាទមានបងប្អូនយើងផ្ញើរូបមកហើយបាទអូប្រិមិត្តដដែលទៀតហើយអត់ទេមិនដដែលទេគាត់អត់ត្រូវទេអត់ត្រូវបងសុំអានស៊ីនអ្នកគ្រប់គ្រង Real Madrid បាទជាកីឡាករកាក់របស់ Velocor All-Star អញ្ចឹង Velocor All-Star នេះគេល្អគ្រប់គ្នាតែអត់តែគាត់ទេអត់តែគាត់មួយទេអូអញ្ចឹងឥឡូវសុំប្រកាសអញ្ចឹងបាទអញ្ចឹងអបអរសាទរដល់បងប្រុសបាទគឺសុំអានស៊ីនបាទគាត់ទីត្រូវបាទគឺ Zisco គាត់រកបាន10គ្រាប់បើសិតសរុបទាំងនៅ FA Cup មួយទៀតគឺបាន11គ្រាប់ហើយបងបូកតាំងគ្រាប់បានទៀត12គ្រាប់ហើយបាទគាត់ដល់លុតឆក់យកបាល់បានកងអតាក់ឡើងមកលើលឿនណាស់ទៅឲ្យដល់លុតសម្លឹងមើលក៏ឆ្វេងឬក៏ស្ដាំបន្តឲ្យ Brian Mbeumo លើtouchdown អូយចង្វាក់របស់ Man U what a play អាយយល្អម្លេះបាទល្អមែនទែនចង្វាក់នៃការលេងរបស់បិសាចក្រុម Manchester United បញ្ជូនបានល្អណាស់ពីកីឡាករ Diego Dalot ចែកមកស្ដាំនេះហើយក៏ direct ផាសមកក៏ផ្លាប់សំខាន់កាត់យកទៅម្ដងមកញពេញ Man U ឥឡូវគេមានអាទម្រង់ counter ទៀតពីមុនអត់ counter មែនបាទពីមុន counter មកដល់បាត់ត្រឹមតំបន់បម្រើនឹងម្ដងអត់ដឹងត្រូវធ្វើអីទេអូយប៉ុន្តែដោយសារតែគូញ៉ានិង Brian Mbeumo ស្ទើរលឿនណាហើយ Bruno Fernandes ជាអ្នកចែកសម្លាប់ទៀតគេថា Man U the best ហ្មងប៉ុន្តែអ្វីដែលសំខាន់បើសិនជាពួកគេកុំបាត់បង់ Casemiro មួយប្រហែលជាអាចល្អ
បាននៅពេលដែលបាត់បង់ Casemiro ហើយជាការលេងថ្មីអាចរៀបចំអ្នកនៅលេងប្រព័ន្ធ dummy ថ្មីបរាជាមិនអាចស៊ីដូចលេងជាមួយនឹង Casemiro ណាព្រោះភ្លាមការ build up វាមិនតាន់ស្រួលទេឥឡូវមកដល់ Florian Wirtz កីឡាករអាល្លឺម៉ង់ Florian Wirtz អតីតកីឡាកររបស់ Bayer Leverkusen តម្លៃថ្លៃណាស់ជាង100 លានប៉ុន្តែមិនតាន់ឃើញមានសមិទ្ធផលឲ្យធំដុំទេ Liverpool ចាយលុយច្រើនប៉ុន្តែ Bitter អត់មានពាន Champions League លេងបន្តមកឆ្វេងគប់មួយដល់ Florian Wirtz អូយទាត់ស្ដាំនេះអត់ចំគោលដៅទេបាទខុសគោលដៅតែបាល់ព្យាយាមផ្ទះឲ្យកោងប៉ុន្តែអត់កោងបាទរបស់យើងជាបន្តបងប្អូនអាតង់ទី2បាន 2k view ហើយអូខេផ្ទះបាល់មួយសិនចោយមកឆ្វេងមួយជើងប្លុកមួយរនាងDiego Dalot ឡើងមក Bruno ឡើងមកលឿនៗមក offside ក្រោយឆ្លងមកគោលទី2 Time Storm អូយមែនញូចង្វាក់ល្អម្ល៉េះហ៎មកបាល់ក្រោយបាល់ offside តែខ្ញុំមើលចំហអ្នកចាំទីរបស់ Woodman ណាគាត់មានអារម្មណ៍ថាគាត់ដូចនៅមានក្តីបារម្ភគាត់ចាំទៅមានអារម្មណ៍ថាដូចអត់លះបាទមើលរបៀបនៃការលេងរបស់គាត់វាពិបាកដែរបាទគាត់មកលេងចំពេលប្រកួតធំទៀតបាទប្រកួតធំទៀតត្រូវ Diallo បញ្ជូនមកពួកបានទៅវិញពីខាងក្លឹបបាល់ទាត់ Liverpool Dominic Szoboszlaiទាញ Szoboszlai ទាត់ឆ្វេងចូល1-2មួយគ្រាប់ពី Dominic Szoboszlai បាទតាមពីក្រោយនៅនាទីទី48មកត្រឡប់មកទស្សនារូបភាព replay សាជាថ្មីការបញ្ជូនដាច់មាត់ពួកបានទៅពី Dominic Szoboszlai បាទ solo goal តែឯងម្ដងសម្រាប់ Dominic Szoboszlai ទាញដាច់ Harry Maguire បាត់ទាត់កាច់រមុំទី2 1-2 ដេញពីក្រោយមកវិញពី Liverpool ការប្រកួតកាន់តែក្តៅហើយបាទក្រោយការដេញពីក្រោយមកគ្រាប់ពីខាងក្លឹបបាល់ទាត់ Liverpool ត្រឡប់មកទស្សនារូបភាពសាលឡើងវិញ Szoboszlai ទាត់ប្រឡោះជើងមកប្រឡោះជើង Diego Dalot ផ្ទះវិញរបស់គាត់ច្បាស់មែនតើមក Dominic Szoboszlai មកប្រឡោះជើងកីឡាករ Diego Dalot បន្តនៅតែគ្រប់គ្រងពីខាងក្លឹបបាល់ទាត់ Liverpool ឥឡូវបំផ្លង់បាល់វែងមកខាងលើជាបន្តទៀតពួកយកបាល់បានស្អាតណាស់កាត់ចូលថែមប៉ះបកលទីបាននេះ offside ឬគាត់អូយបាទ Brian Mbeumo សោកស្ដាយណាស់កែវស៊ុបពេជ្រគ្រូអើយបាទបាល់មាញ់នេះស្អាតពេកហើយតែបាទបញ្ជូនបាល់មកខាងលើទៅបូលទុកឲ្យ Dominic Szoboszlai បញ្ជូនសុខស្ដាមពី Florian Wirtz បាទកីឡាករសញ្ជាតិអាល្លឺម៉ង់បាទកំភ្លើងរបស់អាល្លឺម៉ង់55នាទីហើយកំពេចដាក់មកប្រើមកបាទយើងមកទស្សនាការប្រកួតបន្តអាយ៉ាឱកាសទម្លាក់មកថែមឆ្វេងចូលមក 2-2 លេងនៅមុខទីពី Manchester United អូបាទលេងនៅមុខទីពី Manchester United បាទទីបំផុតកាកប៉ូលេងកាកណាបាទទីបំផុតកាកប៉ូលេងកាកហើយដោយសារឡាហ្វីនេះឡាហ្វីចូលមកចង្រៃមែនណាគេសុកដុំរមណីយកម្មឲ្យប៉ុណ្ណឹងហើយចូលមក2-2សេតបាត់ហើយមកស្មើគ្នាបាត់ហើយរឿងកាន់តែល្អមើលហើយបាទសម្រាប់ពេលវេលានៅសេសសល់បាទអ្នកចាំទី Element មកយើងមកមើលរូបភាពពីការលេងមានលើក្នុងប្រអប់មើលមកផ្ទះមកមានអីទៀតមកនោះខ្សែការពារទៅនៅនោះមានរកដូរអាវវិញទៅខ្ញុំខំគ្រប់ត្រូលប៉ុណ្ណឹងហើយកុំគ្រប់ត្រូលហ្មងលោកចុយមើលអ្នកចាំទីវាលេងសោយពេកហ៊ានពេក Element ឡាមែនអើយតាំងពីមកអត់ដែលឃើញឡាមែនលេងអញ្ចឹងលើកទី1នេះបាទឡាមែននេះដូចចង់ដើរតាមកន្លង Andre Onana បាទ Onana គេប្រកាសគោលចំហគេដាច់អហង្ការគេទៅមកវិញគេថាទៅមកវិញដាច់ខាតគឺថាត្រូវតែបញ្ចេញជាមួយនឹង11អ្នកដំបងឲ្យខានទៅបានបាទអញ្ចឹងតែហ៊ានតែប្រហែលគឺប្រហោងហើយប្រជុំរុញទៅស្លាប់ស្រាំឲ្យដលត់បញ្ជូនជាបន្តទៀតបាទកាត់បាល់ចូលមកខាងក្នុងតាច់ទូពី Virgil van Dijk បាទមិនទាន់ចេញទេលោតតែទម្លាក់ថែមអូហូយបាទខ្សែការពាររត់មកផតដងខ្លួនបានមុនលោកព្រះហើយល្អខ្លាំងណាស់មកទៅគូញ៉ារិះមកឆ្វេងលោកសសម្លឹងក្រោះទេលោកសលើកមកបកគោទី2មួយក្បាលរបស់មេតាក់ទម្លាក់ចូលខាងក្រោយទាត់ស្ដាមចូលឡាហ្គោEden Heaven អូយស្រួចណាស់ Eden Heaven ឬក៏ Kobe Mino បាយមិញអូមើលទៅលឿនមែនទែនឆ្ងាញ់ណាស់បាទមួយគ្រាប់នេះរបស់បេសាច់ក្រុម Manchester United បានធ្វើឲ្យប្រិយមិត្តនៅ Old Trafford
สบายใจมันเด่นไมโนเตะบ่ากูบีไมโนโอ้ยกูบีไมโนเตะมันเหมือนไอเดนเฮเวนเตะบ่าปอสัมบอลเสียงกันเนี่ยตนาคนนี้เลย30 ปีเลย30 ปีไอ้สายกาเปียว่าไอเดนเฮเวนด้วยเลยแบบให้แบบมวยเตะจะไรบ้าคือเมื่อปีจะง่ายไหมเนี่ยทักกะทะไอเดนเฮเวนตายเหมือนเตะกูบีไมโนคือตำนองเหมือนเต้นปีจะง่ายเดินได้สะอาดนะเนี่ยข้าจอมเอาหลอกซอกระหม่อมเม็ดอเมริกาแต่ละเนี่ยอเมริกาแต่ละบ้าขนาดตายแต่ละโจขนมอ่ะบ่าตายเจ้ามาขนมวิ่งให้ก็มีการลูกเมาส์ซาลโมมกูบีไมโนสุดหมู่เจิงนี่มันเอาเนี่ยจำที่วูดแมนบ้าของการโหลดเด้ป่ะอัดไม่จะใครโหลดดิอันลี่ยังมั้งนี่អ្វីដែលសំខាន់គឺចូលប្លង់របស់ខ្ញុំហើយខ្ញុំថាការប្រកួតនេះនឹងមានគ្រាប់បាល់ច្រើន over បាទនឹងមានគ្រាប់បាល់ច្រើនបំផុតបាទឥឡូវនេះមានហើយដល់ទៅ5គ្រាប់ឯណោះបាទក្រុមនាទីទី77ព្រោះថាក្រុមទាំងពីរនេះអត់មានការប្រកួតប្រជែងបាទគឺកៅអីពីរង្វាន់ Premier League ទេបាទ Liverpool ក៏អត់មានត្រូវការប្រជែងនៅក្នុងការលេងពីរង្វាន់ UEFA Champions League ដែរពួកគាត់បានធ្លាក់ហើយចឹងបាទសំខាន់គឺជ័យជំនះដើម្បីអ្នកគ្រប់គ្រងនេះឯងបាទជាពិសេសក្រុមទាំងពីរគឺលេងនៅទឹកដីណានាចង់ឈ្នះបាទសង្គ្រាមខា The Red War បាទត្រូវការឈ្នះរៀងខ្លួនដាច់ខាតហើយនេះបងប្អូនយើងបានផ្ដល់កិត្តិយសចូលមកទស្សនាវិញ1100នាក់ហើយបាទគាត់តែបើសិនជាបងប្អូនយើងគិតថាកន្តែនេះជាការលេងសាច់ជាល្អឡើយកាពី Manchester United ទៅហើយ4-2ជាមួយខ្សែការពាររុញមកស្រាច់ជួយឲ្យ Patrick Doku យឺតបាត់ទៅហើយ Doku clear ចេញមកវិញអូហេតុអីបានសម្រេចចិត្តរុញមក Doku ទៅវិញឥឡូវរត់មកស្លាយពី Bruno អញ្ញាកណ្ដាល Ford ទៅហើយស្ដាំតលាយស្អាតចេះមិនអោយអូយបាទសោកស្ដាយណាស់សួស្ដីបងប្រុសបាទអូអ្នកក្លែមខ្ចងប៉ារ៉ា7ចានឡូហ្វីឥឡូវបន្តទៅហើយកັບមួយសិនទេស្ដាំទាត់ស្ដាំរីយ៉ូអូយមានរេមីស្តេរីយ៉ូណាគឺនេះរីយ៉ូងូម៉ូហាងូម៉ូហាយើងមកទស្សនារូបភាពយូរបាទរីអូនេះអាចថាអនាគតទៅសង្ស័យ Raheem Sterling របស់ Liverpool ហើយ Sterling ការគាត់លេងនៅ Liverpool គឺគាត់ល្អជាគីរបស់ Liverpool ហើយបាទយកមុនបាទដាក់គាត់លេងល្អជាងកាប៉ូទេក្លុកបាទក្លុកជាងកាប៉ូឆ្នាំក្រោយគ្រូមើលគឺគិតគូទៅបាទអាចថាគាត់មានឆន្ទៈបាទធ្លាប់តឡាយបាល់ទេអាហៀសម្បត្តិសួស្ដីផងបោះថាវាញ់មែនយូគឺត្រូវដូចគ្នាបាទនេះញាក់សាច់ទៅហើយបងប្អូនអើយលទ្ធផលជាផ្លូវការអបអរសាទរដល់ក្រុមបាល់ទាត់បិសាចក្រហម Manchester United មកចាប់ផ្ទះ Old Trafford រកបាន3ពិន្ទុ secure ថានឹងកាន់ទៅកាន់ការប្រកួត UEFA Champions League នារដូវកាលក្រោយអញ្ចឹង Barcelona Bayern Munich Paris Saint-Germain Real Madrid រងចាំ Man U នឹងធ្វើឲ្យមើលបាទអត់ទេនិយាយមែនទេបើគុំតែ Man U អត់បានឡើងទៅ UEFA Champions League ខ្ញុំទេថា Man U ឈ្នះពាន UEFA មកឥឡូវនេះយើងត្រៀមទិញអាវ Manchester United រដូវកាលថ្មីជាមួយនឹងស្លាកបាទគឺមាន U បាទថ្លៃ UEFA បាទ UEFA នៅដៃនេះបាទត្រៀមចឹងថាត្រឹមពាន Europa League ជិះលេង UEFA Champions League ហ្មងអ៊ូតក្មេងៗក្បែរផ្ទះយើងនេះពួកក្មេងៗនៅជិតផ្ទះយើងដែរឆ្នាំឌឺយើងបាទអីគេមាននេះបងប្អូននៅជិតផ្ទះយើងឆ្នាំថាអូឃើញពាក្យអាយមែនយូមាន UCL លេងអត់បាទឥឡូវផ្ដាំទៅអាចុចក៏ដោយបាទថ្នោតក៏ដោយអាចွំក៏ដោយបាទអរគុណដល់បងប្អូនដែលទស្សនាតាមរយៈការផ្សាយបន្តផ្ទាល់នៅលើ page ផ្លូវការរបស់ក្រុមការងារ TVS Sport រួមទាំង Channel Telegram ឥឡូវនេះយើងបានដល់ទីបញ្ចប់គូពិសេស Super Sunday មួយគូហើយ